បាទសួស្តីបងប្អូនបាទសេកីឡាស្វាគមន៍មកកាន់ Channel ចៅតាថ្ងៃនេះខ្ញុំបាទនឹងលើកយកនៅចំណុចសំខាន់ពាក់ព័ន្ធទៅនឹងកត្តាដែលនាំមកនៅជំងឺចូលកសិដ្ឋានឬក៏ចូលទ្រុងឬក៏ចូលផ្ទះកន្លែងចិញ្ចឹមរបស់បងប្អូនបាទសេកីឡាបាទជាការពិតណាស់បងប្អូនបាទសេកីឡាមួយចំនួនប្រហែលជាធ្លាប់ឆ្លងកាត់បាទឲ្យតែធ្លាប់ចិញ្ចឹមបាទសេកីឡាប្រហែលជាมันអាចរំលងបានទេចំពោះការងាប់ការចូលជំងឺបាទតែតែឆ្លងកាត់ដែរតូចធំឬក៏តិចតួចក្តីបាទប្រហែលជាតែងតែមានបាទកត្តាដែលនាំឲ្យមន់ទារបស់យើងចូលជំងឺវាមានពីរកត្តាធំសំខាន់គឺកត្តាខាងក្នុងនិងកត្តាខាងក្រៅបាទចឹងកត្តាខាងក្នុងគឺបងប្អូនបានជ្រាបហើយតាក់ទងទៅនឹងទីតាំងរបស់យើងមកខាងក្នុងនោះគឺសំដៅទៅលើទីតាំងភូមិសាស្ត្រដែលយើងចិញ្ចឹមបាទអញ្ចឹងបើសិនជាករណីថាបងប្អូនចិញ្ចឹមមាន់ទាប៉ុន្តែបងប្អូនអត់មានការសម្អាតអនាម័យឲ្យបានត្រឹមត្រូវទេមានន័យថាសត្វមាន់ឬក៏សត្វទាអានេះខ្ញុំសំដៅទៅលើមាន់តំបងបងប្អូនណាបាទសត្វមាន់ជាទូទៅវារស់នៅតំណឹងគឺជុះតំណឹងស៊ីតំណឹងបាទជុះតំណឹងស៊ីតំណឹងហើយបើសិនបងប្អូនដាក់កន្លែងមានវាលធំចឹងអាហ្នឹងគ្រាន់ថាវាបានចឹកស្មៅវាជុះទៅនេះជុះទៅនោះស៊ីទៅនេះទៅនោះអីបានណាអាហ្នឹងវាគ្រាន់បើប៉ុន្តែបើសិនជាករណីថាយើងចិញ្ចឹមនៅក្នុងស៊ុំហ្មងបាទនៅក្នុងស៊ុំហ្មងមានន័យថាជុះតំណឹងស៊ីតំណឹងគេងតំណឹងមកចប់បាទដកដង្ហើមនោះគឺនៅក្នុងនឹងទាំងអស់អញ្ចឹងអានេះគេហៅថាកត្តាខាងក្នុងកត្តាខាងក្នុងនោះវាអាចផ្ទុះជំងឺឡើងដោយសារតែម៉េចដោយសារតែបងប្អូនអត់ធ្វើអនាម័យវាឲ្យបានល្អបាទអត់ធ្វើអនាម័យវាឲ្យបានល្អមានន័យថាមាន់ទាហើយជុះមិនជុះទៅបាទដឹងតែដាក់ចំណីពេលដែលមេឃភ្លៀងសាច់មកសើមផ្អិចអាប់អីចឹងទៅយើងអត់មានថាទៅយកដីហ្នឹងយកមកលុបអាកន្លែងខ្លុកកន្លែងអីទាំងអស់ហ្នឹងចេញឲ្យមាន់ហ្នឹងវាបានជន់លើគោកអត់អីទេឲ្យវានៅនឹងផ្អិចអាប់ពេជ្របាច់ហ្នឹងបាទចាស់ក៏តាមពេជ្របាច់ណាបាទឲ្យវានៅជាមួយអញ្ចឹងបាទដល់ពេលនៅជាមួយអញ្ចឹងបងប្អូនមាន់ជាទូទៅនៅក្នុងស៊ុំវាអត់មានអីស៊ីទេកាលណាដែលអាដីហ្នឹងវាផ្អិចប៉ាប់វាផ្អិចបាច់ទៅវាបុកជាមួយនឹងអាលាមករបស់វានោមរបស់វាហ្នឹងបាទបុកជាមួយនឹងអាចំណីកតិចចំណីជ្រុះផងអីផងហ្នឹងអាដីជាប់ជាមួយលាមកផងមេរោគមកតាមទឹកភ្លៀងផងមាន់ខ្លះពេលខ្លះវាចឹកចំណីស៊ីអាចំណីដែលជ្រុះនោះវាចឹកជាមួយនឹងដីហ្នឹងមួយមេរោគដីហ្នឹងដីដែលមានមេរោគហ្នឹងអញ្ចឹងវាចឹកស៊ីបាទដល់ពេលវាចឹកស៊ីលេបទៅវាបញ្ហាហើយបាទវាទៅជាឈឺទៅជារាកគៀវរាកសឬក៏វាទៅជាសំកុកអីចឹងទៅបាទអាហ្នឹងគេហៅថាមេរោគចូលបាទមេរោគចូលណាបាទអាហ្នឹងគេហៅកត្តាខាងក្នុងមានន័យថាយើងអត់សម្អាតវាទេអត់សម្អាតទីតាំងវាឲ្យស្អាតទេកតោឲ្យផឹកស្លែដុសឡើងពេញកតោទឹកហ្នឹងអាធម្មតាមាន់វាចឹកដីហើយវាមកផឹកទឹកទៅអាដីហ្នឹងវាកកនៅបាតកតោហ្នឹងបងប្អូនខ្លះដែលសង្កេតមើលហ្នឹងឯងទុកអាដីហ្នឹងកកអាឡើងកន្លះកតោចេះតែចាក់ទឹកថែមពីលើណាបាទអញ្ចឹងទៅពេលដែលវាបាទអាចជូនោមអីច្រើនអញ្ចឹងទៅនៅហ្នឹងយើងសម្អាតមិនបានស្អាតធុំក្លិនដាក់ចំណីដាក់ទឹកយូរទៅវាធុំក្លិនផ្អួផ្អាប់នៅហ្នឹងផ្ទុះជំងឺហើយបាទផ្ទុះជំងឺឈឺហើយបងប្អូនសម័យមើលទៅតែយើងដើរចូលទៅទ្រុងមាន់យើងអត់បានសម្អាតអាធុំក្លិនផ្អួវាផ្អួចំណីឬក៏ផ្អួអាចនោមវាហ្នឹងយើងជាមនុស្សហ្នឹងព្រមមិនចង់បានផងយើងចូលភាសាចុះមុំគ្នាដេកនៅទៅហ្នឹងស៊ីនៅទៅហ្នឹងជុះនៅទៅហ្នឹងទៀតហើយរស់នៅក្នុងហ្នឹងមិនអាចចេញទៅណាបានបើវាចេញបានវាអត់នៅហ្នឹងវាចេញហើយបាទប៉ុន្តែយើងដាក់ទ្រុងវាចេញមិនរួចបាទអញ្ចឹងគឺប្រកបនឹងផ្ទុះជំងឺហើយមាន់ហ្នឹងបើសិនជាវាមិនងាប់ក៏មានសុខភាពខ្សោយដែរទៅបញ្ហាសួតបញ្ហាអីចឹងទៅបាទអានោះវាខ្សោយវាដូចមនុស្សយើងចឹងវាទៀមទានៅស្អាតដូចគ្នាបាទទី2គឺកត្តាខាងក្រៅបងប្អូនកត្តាខាងក្រៅគឺខ្ញុំចង់និយាយអំពីការផ្ទុះជំងឺពីខាងក្រៅហើយនាំចូលមកកសិដ្ឋានបងប្អូនគាត់ថានាំតាមរយៈណាបើជំងឺមើលឃើញប៉ុណ្ណឹងបាទអញ្ចឹងកត្តាខាងក្រៅនេះវាអាចនាំចូលតាមរយៈទី1ការដែលយើងទិញសម្ភារៈយកមកប្រើប្រាស់បាទឧទាហរណ៍បងប្អូនទៅទិញចំណីបាទទៅទិញចំណីដឹកមកតាមផ្លូវអីចឹងណាបាទដឹកមកតាមផ្លូវតាមអីចឹងទៅជួនកាលទៅមេរោគវានៅខាងក្រៅហ្នឹងវាហើមកវាជាប់ជាមួយនឹងអាបេចំណីបេអីយើងទៅឬក៏កង់ឡានកង់ម៉ូតូយើងបើកបរឬក៏លមកយើងដឹកចំណីដឹកនេះចេញចូលកសិដ្ឋានរបស់យើងហ្នឹងដែលយើងអត់បានបាញ់អាកុលបាញ់អីសម្រាប់មេរោគឬក៏ថ្នាំសម្រាប់មេរោគមុននឹងឲ្យចូលកសិដ្ឋានឬក៏ចូលកន្លែងនោះអាហ្នឹងក៏វាជាឱកាសមួយដែលនាំមេរោគមកកន្លែងដែរបាទអត្រាដែលជាប់កង់ឡានកង់ម៉ូតូហ្នឹងអាហ្នឹងវាតិចទេប៉ុន្តែសំខាន់មួយទៀតគឺការយកសัตว์មកទទួលទាននៅក្នុងគេហដ្ឋានដោយអត់ដឹងខ្លួនបាទបងប្អូនមួយចំនួនគាត់ចំមាន់ទាគាត់ថ្លៃគាត់ចំតាមផ្ទះតាមអីណាដល់ពេលប្រពន្ធគាត់ទៅទិញមាន់ពីផ្សារមកឬក៏ទិញទាកាងានពីផ្សារមកធ្វើបាទគាត់ធ្វើណាបាទគាត់ធ្វើមាន់ធ្វើទាហ្នឹងលាងជំរះហើយបាទជួនកាលតែអាកូនមាន់ខ្លះវាអត់នៅក្នុងក្រុងទេផ្ទះគាត់ចំក្នុងផ្ទះណាអាទូចហ្នឹងពេលដែលយើងធ្វើទាធ្វើមាន់ធ្វើអីហ្នឹងវារត់មកចឹកបាទយើងលាងសម្អាតជះទៅសល់ខ្លាញ់សល់ស្បែកសល់ពវិតពតាំងអីល្មមហ្នឹងវាចឹកស៊ីហ្មងហើយវាចឹកស៊ីជំងឺចូលហើយ
ហើយតែចូលងាប់អានឹងមួយវាឆ្លងតាមផ្សេងៗទៀតវាអូសអាខ្លះទៅវាអូសចឹកប៉ាត់អបាយដេញចឹកគ្នាពេញផ្ទះនោះមួយទៀតបងប្អូនខ្លះគាត់ធ្វើដែរប៉ុន្តែគាត់មិនបានកប់រួមកប់អាពុះវៀនឬក៏កាក់សំណល់ផ្សេងហ្នឹងនៅក្នុងដីឲ្យស្រួលបួលទេលាងសម្អាតហ្នឹងក៏មិនបានលាងសម្អាតឲ្យត្រូវដែរអញ្ចឹងអាទឹកដក់ទឹកអីដែលមានឈាមមានអីសត្វមាន់ដែលវាឈឺឬក៏សត្វបាក់សីដែលឈឺហ្នឹងបាទមាន់យើងវាទៅផឹកវាផ្ទុះជំងឺហ្នឹងហើយបាទវាផ្ទុះជំងឺហ្នឹងហើយឬក៏បងប្អូនបាទដែលគាត់លាងមាន់ធ្វើទាហើយដៃគាត់ហ្នឹងអាមាន់ដែលមានមេរោគហើយហ្នឹងឬក៏ទាដែលមានមេរោគហើយដៃគាត់កាន់កតោទឹកឬក៏បោយហើយគាត់អត់បានលាងដោះទេអញ្ចឹងវាជាប់អាមេរោគនឹងបោយហ្នឹងហើយដល់ពេលប្តីគាត់មកដល់កាន់អាហ្នឹងដែរដួសដែរអាដៃនេះជាប់មេរោគបាត់តែដល់ពេលគាត់ចេញពីហ្នឹងគាត់មិនបានដុសសាប៊ូអីត្រឹមត្រូវបាទនោះទៅកាន់មាន់ជុលភ្លាមទៅកាន់មាន់ងែលេងឬក៏គោះស្លេះផ្ទះស្លេះជួនកាលទៅអាកសែងជូតមាន់ហ្នឹងបងប្អូនគាត់ជូតដៃឆ្ពោកអាដៃធ្វើមាន់ទៅទីហើយមេរោគហ្នឹងគាត់យកអាកសែងហ្នឹងទៅផ្ទះស្លេះមាន់ឬក៏ទៅជូតមាន់ទៅអាហ្នឹងដែលជាកតានាំឲ្យឆ្លងមេរោគអាហ្នឹងគេហៅថាកតាខាងក្រៅដូចខ្ញុំចាក់ស្ដែងខ្ញុំលើកឡើងពីខាងដើមអញ្ចឹងយើងបកត្រឡប់បន្តិចមិនត្រឹមតែទិញមាន់ទាមកហូបមាន់ទាដែលឈឺមានជំងឺនឹងមកហូបទេកតាដែលយើងជិះកង់ម៉ូតូជួនកាលទៅមាន់ផ្ទះហ្នឹងវាឈឺវាពងផ្ទុះជំងឺភូមិហ្នឹងពងផ្ទុះជំងឺស្រាប់តែមាន់ទាហ្នឹងវាដើរមកអាចនៅលើផ្លូវឆ្វោកឆ្វាហើយយើងជិះកិនបាទយើងជិះកិនណាកិនផាច់ជាប់កង់ឡានម៉ូតូយើងអាហ្នឹងហើយក៏ជាកតាដែលនាំឲ្យមេរោគហ្នឹងវាអាចឆ្លងទៅដល់កសិដ្ឋានរបស់យើងដែរបាទបើសិនជាវាគៀកអីចឹងទៅមួយចឹងទៅវាសើមទៅវាជាប់ទៅវាជាមេរោគហើយបងប្អូនណាបាទចំណីអីហ្នឹងលម៉កជាពិសេសលម៉កដឹកចំណីពេលដែលចូលអីហ្នឹងគឺបងប្អូនត្រូវបាញ់សម្អាតលម៉កដឹកចំណីមិនមែនដឹកចំណីឲ្យតែយើងមួយទេយើងទិញរបស់គេមកណាបាទគាត់ដឹកទៅកសិដ្ឋានផ្សេងទៅកន្លែងនេះកន្លែងនោះផ្សេងទៅវាអាចប៉ះពាល់ចឹងបាទអាហ្នឹងខ្ញុំចង់បញ្ជាក់ថានេះគឺជាកត្តានាំពីខាងក្រៅដែលបង្កឲ្យមានការផ្ទុះនៅជំងឺទៅលើបាទបាក់សីកីឡារបស់លោកអ្នកឬក៏មាន់ទារបស់លោកអ្នកបាទអញ្ចឹងកត្តាដែលធ្វើឲ្យឆ្លងជំងឺមានពីរហ្នឹងហើយខ្ញុំនៅតែបញ្ជាក់ថាចង់គេចពីការឈឺបាទឬក៏ចង់គេចពីការផ្ទុះនៃជំងឺទាំងអស់នេះឡើងទោះបីមិនបាន 100% ប៉ុន្តែមានអត្រាខ្ពស់សូមបងប្អូនបាទទន្ទឹងហើយនឹងចងចាំបាទឲ្យច្បាស់និងអនុវត្តឲ្យបានគឺកត្តាអនាម័យជាចម្បងតែម្ដងអរគុណជួបគ្នានៅវីដេអូក្រោយ